大家好，同学们好，我们继续上我们的第28课，面第27呢，យើងរៀន25 26 27ចន្ទ28ប៉ុន្តែនៅក្នុងចំពុក2នៃសភៅភាគ2របស់快乐汉语របស់យើងណា第一单元我的家ណា第二单元ចំពុកទី2我的家គ្រួសាររបស់ខ្ញុំណាជានោះប្រែថា home ផ្ទះឬក៏គ្រួសាររបស់ខ្ញុំណា OK 第4课ណា进到第4课មេរៀនទី28យើងណាទី28របស់យើងណាតើខាងនេះមេរៀនទី4第4课我的房间គឺបន្ទប់របស់ខ្ញុំណាគោលដៅក្នុងការរៀនមេរៀនហ្នឹងទី1 talk about a room's layout និយាយពីគេហៅថានៅក្នុងផ្ទះយើងបន្ទប់នេះនៅណាក្រានបាយនៅណាដាក់នៅណាអញ្ចឹងណាអូខេ talk about a room's furnishing ណាគឺនិយាយពីការតុបតែងរចនាក្នុងផ្ទះរបស់យើងណា我的房间里有桌子椅子នៅក្នុងបន្ទប់របស់ខ្ញុំលីនៅក្នុងណានៅក្នុងបន្ទប់របស់ខ្ញុំមានតុមានកៅអី椅子好我们先写生词里នេះប្រែថាខាងក្នុងណា我的房间里នៅក្នុងបន្ទប់របស់ខ្ញុំអូខេ第二个桌子នឹងតុណាតុរៀនតុអីហ្នឹងណា第三个椅子នឹងកៅអី第四个客厅បន្ទប់ទទួលភ្ញៀវ第五个沙发សាឡុងអង្គុយណា第六个书架ហ្នឹងគឺអីគឺធ្នើដាក់សៀវភៅ第七个上ខាងលើ第8个书សៀវភៅ第9个毛笔ហ្នឹងគឺជក់សរសេរអក្សរចិនណាអូខេ第10个床គឺក្រែណា起床ងើបពីគេងណាអូខេ灯នៅអំពូលភ្លើងណាអូខេ我们先看一下句子那么ប្រយោគរបស់យើង第一个你的房间里有什么នៅក្នុងបន្ទប់របស់អ្នកឯងមានអីគេ第二个我的房间里有桌子椅子នៅក្នុងបន្ទប់របស់ខ្ញុំមានតុមានកៅអីណា第三个客厅里有沙发នៅក្នុងបន្ទប់ភ្ញៀវមានសាឡុង第四个书架上有什么នៅលើធ្នើដាក់សៀវភៅមានអ្វី第五个书架上有很多中文书也有很多英文书书架上有很多中文书也有很多英文书នៅលើធ្នើដាក់សៀវភៅមានសៀវភៅចិនជាច្រើនហើយក៏មានសៀវភៅអង់គ្លេសជាច្រើនណាអូខេ继续using in context ប្រើនៅក្នុងប្រយោគ第一个房间里有什么នៅក្នុងបន្ទប់របស់យើងមានអ្វីណា房间里有桌子椅子ក្នុងបន្ទប់របស់យើងមានអីមានតុហើយនឹងកៅអីណា A 桌子上有什么នៅលើតុមានអីគេណា B 桌子上有毛笔នៅលើតុមានជក់សេអក្សរចិនណា A 书架上有什么លើធ្នើដាក់សៀវភៅមានអ្វី B 书架上有很多中文书ណា书架上有很多中文书នៅលើធ្នើសៀវភៅហ្នឹងមានសៀវភៅចិនជាច្រើនណា中文书សៀវភៅចិនជាច្រើន第二个哥哥的房间里有床桌子电脑哥哥的房间里有床桌子电脑ណានៅក្នុងបន្ទប់របស់បងប្រុសមានក្រែតុហើយនឹង computer客厅里有沙发椅子电视客厅里有沙发椅子电视ណានៅក្នុងបន្ទប់ភ្ញៀវមានសាឡុងមានកៅអីហើយនឹងមានទូរទស្សន៍书架上有很多中文书也有很多英文书书架上有很多中文书也有很多英文书នៅលើធ្នើដាក់សៀវភៅហ្នឹងមានអីមានសៀវភៅចិនជាច្រើនហើយក៏មានហើយក៏មានសៀវភៅអង់គ្លេសជាច្រើនហៅ听力ណាវឹកហាត់ហើយស្ដាប់ឮហើយហាត់ធ្វើខ្លួនឯងណាOkay, complete the dialogue according to the pictures below ណាពេញការសន្ទនាដោយយោងទៅតាមរូបភាព第一个这是你的房间吗នេះអានេះគេបង្ហាញបន្ទប់គេណានេះគឺជាបន្ទប់អ្នកឯងមែនអត់这是我的房间នេះគឺជាបន្ទប់របស់ខ្ញុំ我的房间里有桌子椅子
នៅក្នុងបន្ទប់របស់ខ្ញុំមានតុហើយនឹងកៅអី第二个你的书架上有什么书你的书架上有什么书នៅក្នុងលើដាក់សៀវភៅរបស់អ្នកឯងមានសៀវភៅអីខ្លះ书架上有很多សៀវភៅគេសិតតែសៀវភៅចិនណាគេដាក់ថា书架上有很多中文书我喜欢中文នៅលើដាក់សៀវភៅរបស់ខ្ញុំមានសៀវភៅចិនជាច្រើនខ្ញុំចូលចិត្តភាសាចិនតោះធ្វើការពេញសន្ទនាតទៀតណា你哥哥的房间里有什么នៅក្នុងបន្ទប់របស់បងប្រុសរបស់អ្នកមានអ្វីគេតែយើងឆ្លើយថា我哥哥的房间里有电脑桌子椅子ចឹងទៅណា沙发上有什么នៅលើសាឡុងមានអីគេ沙发上有一只猫ណាមានអីមានឆ្មាមួយក្បាលណា小红你的桌子上有什么យេស៊ូថា小红នៅលើតុរបស់អ្នកឯងមានអីគេ你的桌子上有什么然后ឆ្លើយថា我的桌子上有一本中文书和一台灯ណាហើយនឹងពូភ្លើងមួយណាមានសភៅចិនមួយហើយនឹងពូភ្លើងមួយOkay match the Chinese with the English ភ្ជាប់ចិនជាមួយនឹងអង់គ្លេសណាអញ្ចឹងអង់គ្លេសទី1ទី2នេះអីណា桌子តុ table ណាយើងមើល毛笔 Chinese calligraphy brush ណាអានោះគឺជក់សរសេរអក្សរចិន电脑 computer ណាដាក់គូនេះមក computer ណា沙发យេsofa or couch ណាសាឡុង椅子កៅអីយើងគូមក chair នេះយើងគូឲ្យ桌子 table 床 bed នេះមក客厅 living room ណាបន្ទប់ទូភ្ញៀវ房间 room where is the room here translate the following sentences បកប្រែប្រយោគខាងក្រោមទៅសេឲ្យហាត់បកប្រែមុនគ្រូមិនណាឲ្យផ្ទៀងផ្ទាត់គ្នាថាយើងបកប្រែត្រូវអត់第一个这是我的房间នេះគឺជាបន្ទប់របស់ខ្ញុំ我的房间里有桌子椅子នៅក្នុងបន្ទប់របស់ខ្ញុំមានតុហើយនឹងកៅអី第二个我的房间的桌子上有毛笔那是中国的毛笔នៅក្នុងបន្ទប់របស់នៅលើតុក្នុងបន្ទប់របស់ខ្ញុំមានជក់នោះគឺជាជក់របស់មកពីចិនណា中国的毛笔ណាជក់របស់ប្រទេសចិន第三个客厅里有电视沙发上有一只猫我妈妈喜欢小猫那客厅里有电视នៅក្នុងបន្ទប់ទទួលភ្ញៀវមានទូរទស្សន៍沙发សាឡុង沙发上有一只猫នៅលើសាឡុងមានឆ្មាមួយក្បាល我妈妈喜欢小猫ម្ដាយរបស់ខ្ញុំចូលចិត្តកូនឆ្មា好第四个爸爸的房间里有电脑他的爱好是上网ណានៅក្នុងបន្ទប់របស់ពុកគឺមានកុំព្យូទ័រគាត់ចំណង់ចំណូលចិត្តរបស់គាត់គឺលេងអ៊ីនធឺណិត好第五个书架上有很多中文书我喜欢中文ណានៅលើធ្នើដាក់សៀវភៅនឹងមានសៀវភៅចិនជាច្រើនខ្ញុំចូលចិត្តភាសាចិន好吧choose and draw item in the picture then describe what you drew ណាយើងគេចង់ឲ្យយើងគូររូបនៅក្នុងបន្ទប់នេះណារូបសាឡុងរូបអីផ្សេងអញ្ចឹងណាហើយយើងអាចពិពណ៌នាថា这是我的教室មកថានេះគឺជាថ្នាក់រៀនរបស់យើងណា这是我的教室我们的教室អញ្ចឹងក្នុងបន្ទប់របស់យើងមានស្អីយើងអាចដាក់បានណាអូខេអានេះដូចគ្នាអានេះជា我的房间នេះជាបន្ទប់របស់ខ្ញុំយើងគូររូបមកហើយយើងដាក់សភៅចិនអីដាក់ធ្វើតាមនឹងមកណាអូខេ桌子តុ椅子កៅអី电视ទូរទស្សន៍教师គឺគ្រូបង្រៀន男学生សិស្សប្រុស女学生សិស្សស្រីណាបន្ទប់របស់យើងដាក់អី桌子តុ椅子កៅអី沙发សាឡុង床ក្រែ电视ទូរទស្សន៍电脑 computer 书架គឺអី书架ធ្នើដាក់សៀវភៅ英文书សៀវភៅអង់គ្លេស法文书សៀវភៅបារាំង中文书សៀវភៅចិន毛笔ជក់小猫កូនឆ្មា小狗កូនឆ្កែណា practice your pronunciation វឹកហាត់ការបញ្ចេញសំឡេង水和天ទឹកហើយនឹងមេឃណា水នឹងទឹក天មេឃ和នឹងណា天连水水连天
an tam khú thiên liền水水连天水天一色往无边水天一色往无边到底是天连水海是水连天อันนั้นកំណាបរបស់ចិនណាសម័យថានៅពេលដែលយើងមើលទៅឆ្នេរសមុទ្រអញ្ចឹងណាមើលទឹកសមុទ្រអញ្ចឹងឃើញទឹកសមុទ្រជាប់មួយមេឃមែនណាអញ្ចឹងអាទឹកហ្នឹងឃើញនឹងមេឃហ្នឹងអញ្ចឹងឃ្លានេះមានថាម៉េចធានលៀនស្រួយទឹកជាប់ជាមួយមេឃមេឃជាប់ជាមួយនឹងទឹកយើងមើលមេឃទៅឃើញមេឃជាប់មួយទឹកស្រួយលៀនធានបើយើងមើលទឹកឃើញទឹកជាប់មួយមេឃស្រួយធានអ៊ីសើវ៉ាងវូពៀនអញ្ចឹងនៅពេលដែលទឹកហើយមេឃហ្នឹងភ្ជាប់ចូលគ្នាជាអ៊ីសើមួយជារូបភាពមួយអញ្ចឹងណាគឺអត់មានអីមើលឃើញជើងមេឃទេណាតោទីsư thiên liền水អញ្ចឹងទីបំផុតនោះគឺមេឃភ្ជាប់ជាមួយទឹកហើយsư水连天ហើយគឺទឹកភ្ជាប់ជាមួយមេឃណាអញ្ចឹងរៀនសូត្រកំណាព្យចិនមកភាសាទៀតមកអូខេ水和天天连水水连天水天异色往无边到底是天连水还是水连天ចាឡៃវាណាហាត់សូត្រនឹងមកណាថ្ងៃក្រោយសូត្រកំណាព្យហ្នឹងយើងអាចយកទៅសូត្រលេងដូចលុនអ៊ីបានណាសូត្រឲ្យអានេះជាកំណាព្យឲ្យហាត់ទៅសេដែរមកណាដាក់សេដាក់ជាងក៏បានយករូបទឹកសមុទ្រហើយនឹងមេឃហ្នឹងដាក់មួយមកយកទៅសេកំណាព្យនៅពីក្រោមមកអាហ្នឹងថាអូអ្នកមានវប្បធម៌អូខេ水和天天连水水连天水天异色往无边到底是天连水还是水连天好吧还得写嘛离ខាងក្នុងជៀនហ្វាងជៀនទៅជៀនសាហ្វាទៅសាហ្វាទៅអូខេណាអញ្ចឹងទី28ខទី4ខទៅមេរៀនទី4នៃខលហានិភាព2ឬក៏មេរៀនទី28ដែលក្នុងកម្មវិធីរបស់យើងចប់ត្រឹមប៉ុណ្្នឹងណាអូខេហៅ